ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីជាមួយខ្ញុំវណ្ណិតក្រោមប្រធានបទទេសចរបែបប្រវត្តិសាស្ត្រថ្ងៃនេះខ្ញុំនឹងលើកឡើងអំពីប្រវត្តិរបស់ប្រាសាទបាក់សីចាំក្រុងដើម្បីចែកជូនបងប្អូនទាំងអស់គ្នាជាការយល់ដឹងផ្នែកប្រវត្តិសាស្ត្រក៏ដូចជាប្រាសាទបុរាណរបស់ខ្មែរបើយើងនិយាយអំពីប្រវត្តិនៃប្រាសាទបាក់សីចាំក្រុងត្រូវបានកសាងឡើងដំបូងដោយព្រះបាទហសវរ្ម័នទី1នៅចន្លោះឆ្នាំ910ដល់ឆ្នាំ944ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្រទាំងពីររបស់ព្រះបាទយសោវរ្ម័នទី1និងបញ្ចប់ការកសាងដោយព្រះបាទរេជេត្រវរ្ម័នទី2នៅចន្លោះឆ្នាំ944ដល់ឆ្នាំ968ដែលប្រាសាទនេះត្រូវបានស្ថាបនាដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនាបើយើងនិយាយអំពីទីតាំងនៃប្រាសាទបាក់សីចាំក្រុងស្ថិតនៅកណ្ដាលព្រៃស្រោងខាងឆ្វេងផ្លូវនិងខាងជើងភ្នំបាខែងប្រហែលជា150ម៉ែត្រមានកាំជណ្ដើរស្ថាបនាដោយថ្មបាយក្រៀមនិងឥដ្ឋពណ៌ក្រហមនៅម្ដុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនដែលកសាងអំពីឥដ្ឋដែលខ្លះបាំងបាត់ដោយរុក្ខជាតិប្រាសាទបាក់សីចាំក្រុងមានរាងជាសាជីថ្នាក់ៗធ្វើពីឥដ្ឋបែរទៅទិសខាងកើតប្រាសាទនេះមាន4ថ្នាក់កសាងពីថ្មបាយក្រៀមបន្ទុកប្រាសាទឥដ្ឋពីលើមានជណ្ដើរគ្រប់ទាំង4ទិសមានទ្វារបញ្ឆោត3ទិសតែក្បាច់រចនាសម្រាប់បិទពីខាងក្រៅបាត់បង់អស់ហើយនៅសល់តែក្បាច់ផ្តែរនៅលើខ្លោងទ្វារនៅល្អមានព្រះឥន្ទគង់លើដំរីពុទ្ធវ័នឬក៏ហៅថាដំរីក្បាល3ឯចុងទាំងសងខាងមានកេណេសវៈនិងមាត់ទ្វារខាងកើតមានសិលាចារឹកតាមឯកសារបញ្ជាក់ថាកាលពីជំនាន់សាងសង់ប្រាសាទនេះពុំមានសិលាចារឹកអ្វីឡើយលោកពេលព្រះបាទរេជេត្រវរ្ម័នទី2ដែលមានមរណនាមថាសេវលោកបានដឹកនាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅគ្រិស្តសករាជ948ទើបព្រះអង្គឲ្យគេចារឹកកាបសំស្ក្រឹតនៅលើមេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែងព្រោះមាននិទានអំពីបុព្វការីជនដំបូងបង្អស់នៃជនជាតិខ្មែរក្នុងលំនាំរឿងព្រេងដែលបាននិយាយថាខ្មែរមានដំណរពូជពងមកពីឥសីមួយអង្គព្រះនាមកម្ពុដែលបង្កើតដោយឯងឥសីនោះបានទៅប្រសពនឹងទេពកញ្ញាឈ្មោះមេរាទើបបង្កើតបានជាកូនចៅតរៀងមកប្រាសាទបាក់សីចាំក្រុងកសាងនៅលើស្ថានីយ៍បុរេប្រវត្តិមួយនៃយុគសម្រិទ្ធសិលាចារឹកនៅលើទ្វារប្រាសាទបញ្ជាក់អំពីការបរិច្ឆេទរបស់ប្រាសាទនិងពីរូបបដិមាព្រះឥសូរធ្វើអំពីមាសនិងកវីទេវកថានៃអរិយធម៌ខ្មែរនៅចម្ងាយ150ម៉ែត្រពីជណ្ដើរបុរាណភ្នំបាខែងនៅខាងឆ្វេងផ្លូវគេប្រទះឃើញប្រាសាទនេះលិចនៅកណ្ដាលព្រៃមានថ្នាក់កម្មជណ្ដើរស្ថាបនាដោយថ្មបាយក្រៀមនិងឥដ្ឋពណ៌ក្រហមដែលជាសម្ភារៈមួយយ៉ាងដែលច្រើនប្រើប្រាស់នៅក្នុងសតវត្សទី10តួប្រាសាទប្រើឥដ្ឋដោយមិនប្រើកំបោរបាយអដើម្បីភ្ជាប់ឥដ្ឋនោះទេគេដាក់បន្ទុកពីលើផ្ទៃគ្រឹះឲ្យឃើញតែគែមបន្តិចតួប្រាង្គនេះមួយជ្រុងប្រហែលជា8ម៉ែត្រសង់នៅទិសខាងកើតហើយមានទ្វារបញ្ឆោត3ដែលមានសសរនិងផ្តែរសាងសង់ឡើងអំពីថ្មភក់ដែលមានចម្លាក់ក្បាច់ផ្កាយ៉ាងល្អជាពិសេសទៅទៀតក្បាច់ដែលនៅខាងលើផ្តែរទិសខាងកើតមានចម្លាក់រូបកេណេស្វរៈមានប្រម៉ោយវែងដូចជារូបដែលគេឃើញនៅប្រាសាទមេបុណ្យខាងកើតនៅកណ្ដាលប្រាង្គនៅទិសខាងកើតមានផ្តែរឆ្លាក់រូបព្រះឥន្ទគង់លើដំរីក្បាល3និងមានរូបមនុស្សតូចៗអមសងខាងផងដែរនៅខាងក្រៅមានចម្លាក់ក្បាច់ផ្កាផ្សេងៗព្រមទាំងមានលាបពណ៌ខ្លះផងដើម្បីកុំឲ្យឆាប់ខូចក្បាច់នៅកណ្ដាលប្រាង្គមានគេចាក់ដីកម្រាស់1ម៉ែត្រហើយមានរូបព្រះពុទ្ធចូលបរិនិព្វានរូបព្រះពុទ្ធនេះត្រូវបានគេសាងសង់ឡើងនៅសម័យក្រោយនោះទេបើយើងនិយាយអំពីឈ្មោះនៃប្រាសាទមួយនេះគឺមានដើមប្រវត្តិរបស់គេដែលឈ្មោះប្រាសាទបាក់សីចាំក្រុងហ្នឹងគឺជាប់ពាក់ព័ន្ធទៅនឹងរឿងព្រេងខ្មែរដែលស្ដេចនៅក្នុងរឿងនេះគឺមានបាក់សីចាំថែរក្សាគ្រប់គ្រងហើយមិនបានគ្រងរាជបន្ទាប់ពីមានការកិច្ចខ្លួនពីការដេញតាមសម្លាប់ពីស្ដេចដែលសោយរាជមុនបើយើងនិយាយអំពីសាលាចារឹកវិញតាមសាលាចារឹកនៅប្រាសាទបាក់សីចាំក្រុងបានសរសើរអំពីព្រះបាទហសវរ្ម័នទី1ពូកែក្នុងការប្រយុទ្ធដោយដាវពោពេញទៅដោយជ័យជំនះតឹងរឹងក្នុងការតាំងសមាធិយកចិត្តទុកដាក់ក្នុងការយកអាសាអ្នកដទៃត្រឹមត្រូវក្នុងវីរភាពសាលាចារឹកនៅតាមសសរខ្លោងទ្វាររៀបរាប់អំពីរាជកាលរបស់ព្រះបាទរេជេត្រព្រមទាំងអធិប្បាយបញ្ជាក់អំពីស្ថានភាពនៃប្រាសាទនៅក្នុងឆ្នាំ947នៃគ្រិស្តសករាជមានរូបសំណាកព្រះវិស្ណុមួយអង្គបិទមាសនៅក្នុងប្រាសាទនេះនៅចំនួននោះឥឡូវនេះវីដេអូរបស់ខ្ញុំឈានដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនចូលចិត្តសូមកុំភ្លេចចុច like comment ក៏ដូចជា subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗផ្សេងទៀតពាក់ព័ន្ធជាមួយនឹងប្រវត្តិក៏ដូចជាប្រាសាទបុរាណបើសិនជាមានកំហុសខុសឆ្គងកើតឡើងសូមខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាមិនថាតែកំហុសខុសឆ្គងដោយចេតនាអចេតនាទាំងកង្វះអត្ថន័យនិងកង្វះព័ត៌មានផ្សេងៗក៏សូមទទួលយកនៅការរិះគន់ឬក៏មតិយោបល់កែសម្រួលផ្សេងៗរបស់បងប្អូនទាំងអស់គ្នាដោយក្តីគោរពរាប់អានបំផុតជម្រាបលាជួបគ្នានៅវីដេអូក្រោយ